ពេញមួយថ្ងៃរបស់ពួកខ្ញុំអត់ចាំបាច់ទៅណាឆ្ងាយទេជិះទៅក្នុងក្រុងសៀមរាបសប្បាយយកទៅណាមិនអស់ហ្មងអ្នកសៀមរាបគេស្នាអញ្ចឹងឯងក្រោកមកមុនគេដែលយើងត្រូវរហ្នឹងគឺបាយហើយនឹងកាហ្វេនឹងឯងចាអត់កាហ្វេគឺអត់បានទេម្នាក់នោះញ័រសាច់ហើយនេះប្លែកបែកចិត្តពីបាយសាច់ជ្រូកមកហៅស៊ីវម៉ៃនំប៉័ងអីណាប៉ុន្តែក៏នៅមានបាយសាច់ជ្រូកម្ចាស់ដែរដោយសារថ្ងៃនេះថ្ងៃពិសាខបូជាអញ្ចឹងកន្លែងធ្វើការខ្ញុំគឺគេឈប់មួយថ្ងៃអត់ដឹងទៅណាក៏ជិះឆ្វែតាមភូមិស្រុកគេហ្នឹងក៏សប្បាយដែរអ្នកនរគ្នាសំខាន់ណាថ្ងៃហ្នឹងគឺអាកាសធាតុអំណោយផលទៀតគឺសតុំតាំងពីព្រឹកមកហ្មងគ្រាន់តែឃើញអាកាសធាតុគឺមានអារម្មណ៍ចង់ជិះម៉ូតូដើរលេងហើយផ្លូវដែលខ្ញុំជិះមកលេងហ្នឹងគឺផ្លូវនគរក្រៅអ្នកនរគ្នាផ្លូវហ្នឹងដូចគេទៅធ្វើថ្មីមិនទេហើយជិះមកហ្នឹងគឺឃើញមានទំនប់ទឹកមានបន្លាយអូយឡើង fresh ហ្មងអ្នកនរគ្នាសារតែមេឃឡើងសតុំហើយខ្យល់បក់មកលិហិនិយាយទៅគឺឲ្យយើងមានអារម្មណ៍ជិះម៉ូតូដើរលេងជិះកង់អីគឺក៏សប្បាយដែររដងក្តៅខ្លាំងអញ្ចឹងពេលឈប់អីអត់ចង់ចេញពីផ្ទះទេចង់តែនៅផ្ទះតែថ្ងៃនេះវិញអាកាសធាតុល្អពេកអញ្ចឹងក៏នាំគ្នាជិះម៉ូតូដើរលេងទៅហើយអត់ចាំបាច់ទៅណាឆ្ងាយទេអ្នកនរគ្នាជិះមកទៅជុំវិញប្រាសាទជិះទៅជុំវិញវងតូចវងធំនគរក្រៅអីហ្នឹងគឺដឹងតែប្លែកភ្នែកប្លែកអារម្មណ៍សប្បាយដែរសំណាងហើយពួកខ្ញុំនៅសៀមរាបបើនៅខេត្តផ្សេងវិញមួយឆ្នាំមិនដឹងថាមកលេងសៀមរាបប៉ុន្មានដងទេតែតើតើរើសដៃគូត្រូវដែររើសដៃគូត្រូវនេះតើកលៀតផ្ទះក៏សប្បាយដែរហើយនេះគឺខ្ញុំជិះចេញពីទំនប់ទឹកនឹងមកវិញហើយអ្នកនរគ្នានៅនឹងផ្លូវគឺគេធ្វើស្អាតភ្លឹងអញ្ចឹងហ្មងនិយាយទៅគឺជិះដើរលេងអីអត់មានពិបាកទេហើយផ្លូវហ្នឹងគឺផ្លូវជិះទៅនគរក្រៅនឹងហ្មងបន្ទាប់ពីជិះមកជុំមកឃើញហាងកាហ្វេគេនេះអ្នកនរគ្នាកន្លែងហ្នឹងគឺគេលក់កាហ្វេហើយកាហ្វេហ្នឹងគឺគេលក់នៅក្នុងចកាដូងហ្មងហើយឡើង fresh ហ្មងអាមេឃសតុំធ្លាក់ខ្យល់តិចហើយគេចង់រឹងឲ្យយើងអង្គុយប្លែកមែនតើហ្មងអត់ដែលមានហាងកាហ្វេណាធ្វើអញ្ចឹងទេខ្ញុំធ្លាប់សម័យថាយើងទៅកន្លែងញ៉ាំអីយើងចូលចិត្តដេករឹងស្ងប់ស្ងាត់និយាយទៅកន្លែងនេះគឺត្រូវបដ ாய் តែឃើញហាងកាហ្វេគេដេកស្អាតអីចឹងណាតែអានេះគឺធម្មជាតិពិតហ្មងអ្នកនរគ្នាដេកយន្តរឹងក្រោមដើមដូងហើយស្ងប់ស្ងាត់មានអាសលេងគេចាក់មីក្រូពីភូមិមកលឺតិចលិហិហើយអត់មានណាគេរំខានអញញ៉ៃអីទេហើយរឹងហ្នឹងគាត់មិនមែនមានតែមួយទេអ្នកនរគ្នាមានច្រើនបើសិនជាមានភ្ញៀវទៅកាន់តែច្រើនគឺគាត់ចង់រឹងឲ្យយើងថែមហើយមានរឹងមានតុកមានក្រែឲ្យយើងអង្គុយចឹងហើយមើលពីក្រៅទៅគឺស្អាតហ្មងខ្ញុំថតអញ្ចឹងមើលទៅរៀងច្រឡោះហើយតែបើជាក់ស្ដែងនៅខាងក្រៅគឺជាការដងគេរៀងញឹកហើយស្អាតហើយកន្លែងគាត់ហ្នឹងគឺអត់ឆ្ងាយអ្នកនរគ្នាជិះចេញពីខ្លងទ្វារជ័យមកត្រង់រហូតមកគឺឃើញជាការដងនៅខាងឆ្វេងដែរមកយករឹងលេងក៏បានចង់គេងលក់មែនតែនក៏បានដែរនិយាយទៅឡើង fresh ហ្មងដូចផ្ទះខ្លួនឯងចឹង